ក្នុងវីដេអូនេះដែរគឺសំណូមពរក៏ណែនាំបងប្អូនសម្រាប់បងប្អូនលេងកីឡាកាច់ដៃជាពិសេសគឺបើបងប្អូនគ្មានតុកស្តង់ដាពេលលេងលើតុកធម្មតាអញ្ចឹងគឺព្យាយាម control ខ្លួនឯងឲ្យជាប់ដោយបងប្អូនប្រុសអាវសនេះតម្រងគាត់គឺជាតម្រងមួយដែលគ្រោះថ្នាក់អញ្ចឹងសម្រាប់ខ្ញុំព្យាយាមការពារគាត់គឺឲ្យគាត់មានគ្រោះថ្នាក់ទេគឺគាត់ព្យាយាមចូលក្រោមតុកតែចូលក្រោមតុកបើខ្ញុំព្យាយាមទាញគាត់ប្រើសាយទាញគាត់គឺគាត់អាចនឹងព្យាយាមអាចនឹងមានបញ្ហាในការផ្លាត់ឬក៏បាក់ដៃប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំមិនឲ្យគាត់មានបញ្ហាទេគឺខ្ញុំព្យាយាមជួយ control គាត់ឲ្យគាត់ទាញមួយព្រោះឃើញតម្រងរបស់គាត់បែបនេះគឺគ្រោះថ្នាក់មែនទែនគ្រោះថ្នាក់បើខ្ញុំប្រើ top row ទាញមកគាត់មកវិញគឺគាត់អាចនឹងមានបញ្ហាឆ្អឹងអញ្ចឹងក៏ខ្ញុំអត់ហ៊ានទាញគាត់ទេគឺបដោយមកគាត់ទៅច្មងទៅព្រោះស្មាខាងឆ្វេងគាត់គឺឃ្លាតចេញហើយអញ្ចឹងសម្រាប់ខ្ញុំគឺអត់ឲ្យគាត់មានបញ្ហាព្យាយាមការពារគាត់ព្រោះខ្ញុំប្រើ top row ទាញគាត់មកវិញគឺអាចនឹងមានការផ្លាត់ឬក៏អាចនឹងឈានដល់ការបាក់ដៃអញ្ចឹងសំណូមពរទៀតជាសំណូមពរបងប្អូនគឺកុំលេងដោយចាញ់ឈ្នះលេងដោយការទទួលខុសត្រូវនិងព្យាយាម control ដៃខ្លួនឯងឲ្យជាប់